ក្រុងបាងកកត្រូវបានគេឲ្យឈ្មោះថាជាទីក្រុងដែលសម្បូរសកម្មភាពស្កេតបោកប្រាស់ទៅលើភ្ញៀវទេសចរនិងលោកកប៉ាល់ភ្ញៀវច្រើនខ្លាំងមែនទែនហើយបរិវេណតំបន់ដែលគេ notice បាននោះគឺនៅម្ដុំវាំងវត្តពោក៏ដូចជាផ្សារចតុចក្រជាដើមខ្លះក៏ជួបជាមួយនឹងវត្តពិសោធន៍តាក់ស៊ីធ្វើស៊ីកាប់តម្លៃហើយមានតាក់ស៊ីខ្លះទៀតប្រឡប់ភ្ញៀវលួចអីវ៉ាន់ភ្ញៀវលើតាក់ស៊ីក៏ដូចជាអ្នកខ្លះទៀតគឺប្រឡំលួចយកកាបូបលុយភ្ញៀវជាដើមហើយក៏មានអាជីវករតាមផ្សារមួយចំនួនក៏ដូចជាកន្លែងមួយចំនួនគឺលក់កោលើសពីតម្លៃទីផ្សារទៀតបើមើលទៅតាម comment អ្នកខ្លះគេនិយាយថាពីមុនមានតែទីក្រុងប៉ារីសទេដែលសម្បូរអ្នកដែល pickpocket លួចយកកាបូបលុយគេអញ្ចឹងទៅក៏ប៉ុន្តែបច្ចុប្បន្នគេមើលឃើញថានៅអាស៊ីប្រទេសថៃក៏ត្រូវបានគេមើលឃើញថាជាប្រទេសមួយដែលសម្បូរសកម្មភាព scam ទៅលើភ្ញៀវទេសចរច្រើនដែរពិតជា Amazing Thailand របស់គេមែនរបាយការណ៍នេះគឺផ្អែកទៅលើការវិភាគរបស់ Compare Market Australia ដែលគាត់ដកស្រង់ចេញពីការ review នៃអ្នកដែលគាត់បានចូលទៅលេងប្រទេសថៃទទួលស្គាល់ថាទីក្រុងបាងកកគឺជាទីក្រុងមួយដែលចរាចរណ៍ដូចជាមានញឹកខ្លាំងមែនទែនមានអ្នកចូលទៅលេងច្រើនក៏ប៉ុន្តែអាសកម្មភាពអវិជ្ជមានក៏មានច្រើនដូចគ្នាហើយអាករណីតូចៗដែលត្រូវបានគេប្តឹងប៉ូលីសក៏ដូចជាល្បីទៅតាម social media ហ្នឹងក៏ប៉ុន្តែត្រូវបានគេយកទៅ review នៅក្នុងការសរសេរនានាទៅតាមសារព័ត៌មានធំៗហើយវាក៏ជាចំណុចភ្លើងលឿងមួយដែលភ្ញៀវអន្តរជាតិទូទៅដែលគាត់មានបទពិសោធន៍អត់ល្អនៅក្នុងប្រទេសថៃហ្នឹងធ្វើការ review ទៅកាន់អ្នកដែលមានគម្រោងចូលមកកាន់ប្រទេសថៃឬក៏អ្នកណាដែលកំពុងតែនៅប្រទេសថៃបច្ចុប្បន្ន